ជី16គឺឌីពូយើងខ្ញុំបានដាក់ខាងកសិករអ្នកផលិតស្វាយកែរមៀតបងប្អូនទីស្រាប់នេះស្វាយគាត់ដាក់ចប់ហើយគាត់ទៅការដាក់ជីចំណៃដាក់ជីចំមានភ្លៀងបង3ឡូវមកបានព្រោះមកដល់នេះយើងដាក់ទៅលើចំការស្វាយស្វាយរបស់គាត់នឹងខ្ចប់ហើយត្រូវមានភ្លៀងដាក់ជីទៀតទៅបានភ្លៀងតែមួយសាពីរសាទៀតសើមដាក់ជីបាច់ដាក់ទឹកលីឯងបាទអរគុណចំពោះបងប្អូនដែលបានទស្សនាការផ្សាយអំពីសកម្មភាពដាក់ជី16ពីក្រុមហ៊ុនខ្ញុំចូលដល់ចំការស្វាយកសិកររបស់ខ្ញុំ